Sa đại ban chuyên chú rủ miênចំនួន112នាក់ខ្សែ73នាក់មកពីសាខាចំនួន6គឺមកពីសាខាទី6ចំនួន42នាក់សាខាទី11ចំនួន12នាក់សាខាទី13ចំនួន12នាក់សាខាទី6ចំនួន11នាក់និងសាខាទី20សាខាទី20ចំនួន19នាក់និងសាខាទី21ចំនួន16នាក់ទី3គោលបំណងពិធីបង្គោលវិញ្ញាបនបត្រក្នុងសាសនាសាសនាចប់កំណត់12គឺធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន4ទី1ដើម្បីលើកទឹកចិត្តដល់បងប្អូនសាសនាសិស្សដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់រយៈពេលជាង10ឆ្នាំកន្លងមកទី2ដើម្បីបង្ហាញអំពីកម្មវិធីសិក្សាដែលសាលាមានកន្លងមកកម្មវិធីសិក្សាថ្មីៗនិងសេវាកម្មផ្សេងៗដែលសាលាផ្ដល់ជូនបងប្អូនសាសនាសិស្សជំនាន់ក្រោយទី3ដើម្បីបង្កឱកាសឲ្យបងប្អូនសិស្សានុសិស្សនិងអ្នកអាណាព្យាបាលបង្ហាញចំណាប់អារម្មណ៍នៃក្តីស្រឡាញ់ក្តីរំភើបបូករួមជាមួយនឹងមោទនភាពដែលលទ្ធផលដែលបងប្អូនទទួលបាននៅថ្ងៃនេះទី4ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សបានស្លៀកពាក់ឈុតទទួលវិញ្ញាបនបត្រនិងថតរូបទុកជាអនុស្សាវរីយ៍ដែលអ្នកសិក្សាគ្រប់រូបប្រាថ្នាចង់បានទី4លទ្ធផលទទួលបានក្រោយបញ្ចប់ការសិក្សាពីសាលាវិទ្យាល័យក្រោយបញ្ចប់ការសិក្សាយើងមើលឃើញថាសមិទ្ធផលបងប្អូនទទួលបានមានចំនួន6សំខាន់ចំណុច6ចំណុចសំខាន់ទី1បងប្អូនដែលបានបញ្ចប់ការសិក្សាពីសាលាវិទ្យាល័យនឹងទទួលបានឱកាសការងារនៅសាលាយើងតែម្ដងបាទពេលដែលបងឡើងមកបងមានឃើញថា stand មួយគេដាក់បញ្ឈរទេមានអ្នកចាប់អារម្មណ៍ទេឃើញអត់គេសេអសថាម៉េច career opportunities for again អត់ដឹងបាទ stand គេសេអសថា career opportunities for our graduates បាទឱកាសការងារសម្រាប់បងប្អូនដែលបានបញ្ចប់ការសិក្សាចឹងនៅសាលារបស់យើងគឺមានឱកាសការងារជាច្រើនបាទមានទាំងឱកាសការងារជាគ្រូបង្រៀនភាសាអង់គ្លេសមានឱកាសការងារជាគ្រូបង្រៀនភាសាខ្មែរមានឱកាសការងារជាធ្វើជាអ្នកគេហៅថា front office មានការងារខាងផ្នែកកណន័យបាទ accountant បាទ accountant assistant ហើយយើងក៏មានទូរទស្សន៍ជាច្រើនទៀតដូចជាផ្នែករបស់ជាដែរហើយទៅពេលបច្ចុប្បន្ននេះក៏យើងមានសិស្សយើងមួយចំនួនដែរដែលគាត់កំពុងតែបម្រើការងារនៅសាលាយើងទាំងធ្វើជាគ្រូបង្រៀនផងធ្វើទូរទស្សន៍ផ្សេងៗផង HR ក៏មានដែរបាទ HR ក៏មាន admin ក៏មានដែរហើយបងប្អូនស្គាល់ខ្លះណាបាទហើយក៏មានគាត់ជាអនុសិស្សរបស់យើងដែលកំពុងតែធ្វើការងារនៅយើងជាថ្នាក់ដឹកនាំមានជាបាទយើងស្គាល់ហើយណាតែ teacher CP មួយចំនួនក៏មានដែរបាទចំណុចទី2បន្តការសិក្សានៅមហាវិទ្យាល័យភាសាអង់គ្លេសគឺជាយានមួយសម្រាប់